បាទជាបឋមខ្ញុំបាទសាឈានក៏សូមអនុញ្ញាតគ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែមានវត្តមានចូលរួមទស្សនាក្នុងការ live ផ្ទាល់សម្រាប់តម្រូវឆ្នោតវៀតណាមរបស់ខ្ញុំបាទសាឈានដែលកំពុងចេញផ្សាយក្នុងព្រឹកថ្ងៃទី1ខែ7ឆ្នាំ2025បាទថ្ងៃនេះថ្ងៃថ្មីខែថ្មីដែលត្រូវនឹងថ្ងៃ1កក្កដា2025តែឆ្នាំថ្មីប៉ុន្តែខែនេះខែកក្កដាខែ7សាលតែប្រហែល5ខែទៀតជាងឆ្លងឆ្នាំ2025ទៀតដែរពេលមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំពេលវេលាលឿនមែនទែនហើយពេលវេលាដើរទៅលឿនណាស់ពេលវេលាដើរទៅអត់ចាំយើងទេតែទៅហួសយើងជានិច្ចតែពេលវេលាងាកប្រាប់យើងថាកុំភ្លេចក្រាប់សំណាងមកក្រាប់របស់យើងអញ្ចឹងអ្វីដែលខ្ញុំយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃគឺក្របសំណាងពីមួយថ្ងៃទៅមួយថ្ងៃព្រោះបើមិនយកចិត្តទុកដាក់ទេក្របសំណាងខ្លាយទៅជាក្របគ្រោះវិញចាថ្ងៃនេះថ្ងៃទី1ដោយពុកម៉ែបងប្អូនដឹងស្រាប់ហើយរៀងរាល់ថ្ងៃទី1គឺជាថ្ងៃក្របពូជរបស់ខ្ញុំមិនថាខែណាឆ្នាំណាទេពេលវេលាណាទេខ្ញុំតែងតែឡាយខ្ញុំតែងតែជម្រាបជូនពុកម៉ែបងប្អូនយើងថាថ្ងៃទី1គឺជាថ្ងៃក្របពូជរបស់យើងដូចយើងធ្វើស្រែអញ្ចឹងសាបស្រូវគឺយើងប្រយ័ត្នបំផុតថ្ងៃទី1ហ្នឹងឯងគឺយើងអត់ចង់ឲ្យខុសទេខុសថ្ងៃណាខុសបានតែมันអាចខុសថ្ងៃទី1បានមែនថាយើងជាទេវតាធ្វើត្រូវរាល់ថ្ងៃទេក៏ប៉ុន្តែគាត់ថាខ្ញុំផ្ដោតថ្ងៃទី1ពោះថ្ងៃដើមខែគឺដោយពុកម៉ែបងប្អូនដឹងស្រាប់ហើយតែថ្ងៃទី1មិនថាថ្ងៃមិនថាខែមិនថាអីទេគឺជាថ្ងៃដើមត្រប់ដោយថ្ងៃច័ន្ទអញ្ចឹងបាទថ្ងៃហ្នឹងយើងថ្ងៃអង្គារព្រោះគាត់ថាខ្ញុំបដោតមកលើថ្ងៃទី1ជាសំខាន់អញ្ចឹងថ្ងៃហ្នឹងត្រូវតែចូលចំ100%ជាមួយនឹងលេខមកក្រាបរបស់យើងតកតងទៅនឹង channel ដែលខ្ញុំបម្រើជូនពុកម៉ែបងប្អូនដូចខ្ញុំតែងជម្រាបជូនពុកម៉ែបងប្អូនអញ្ចឹងដែរថារៀងរាល់អ្វីក៏ដោយគឺវានៅលើថាខ្ញុំបំរើពុកម៉ែបងប្អូនបានឬក៏អត់អញ្ចឹងពុកម៉ែបងប្អូនស្ដាប់សំឡេងខ្ញុំបានឬក៏អត់អញ្ចឹងគាត់ថាគោលការណ៍របស់ YouTube គឺតឹងរឹងគឺមិនអនុញ្ញាតឲ្យយើងផុសពីលបែងស៊ីសងពីអីទេក៏ប៉ុន្តែគ្រាន់តែថាខ្ញុំជម្រាបជូនពុកម៉ែបងប្អូនថាការផុសតម្រុយរបស់ខ្ញុំបានដាក់ក្របសំណាងមកក្របបន្ទាប់ពីលេខយើងម៉ោង4កន្លះម៉ោង6កន្លះខ្ញុំបានដាក់តាំងកម្រយហ្វ្រីសិតជាលេខដែលម៉ូនឹងចេញទាំងអស់មិនថាម៉ោង4កន្លះឬក៏ម៉ោង6កន្លះក្នុងនោះខ្ញុំទុកសម្រាំងលេខមកក្របដែលជាក្របពិសេសគឺដាក់លក់ជូនពុកម៉ែបងប្អូនយើងដែលធ្លាប់ចូលទិញរបស់ខ្ញុំបានហើយដូចបងប្អូនធ្លាប់ឮហើយនឹងឃើញ channel របស់ខ្ញុំហើយជាពិសេសសម្លេងរបស់ខ្ញុំដែលតែងតែបម្រើទៅដល់ពុកម៉ែបងប្អូនគ្រប់កលៈទេសៈហើយជាពិសេសគឺបម្រើរោគក្រាប់សំណាងមកក្រាប់ថ្ងៃនេះលេខក្រាប់សំណាងរបស់យើងមកក្រាប់គឺល្អដូចថ្ងៃមុននៅក្នុងដៃរបស់ខ្ញុំបាទហើយលេខនេះខ្ញុំលក់ក្នុងតម្លៃ 10,000 រៀលអញ្ចឹងខ្ញុំយកថវិកាមុនលេខហ្នឹងតម្លៃ 10,000 រៀលខ្ញុំយកថវិកាមុនខ្ញុំដាក់ឲ្យចាំជូនមកក្រាប់ម៉ោង4កន្លះគឺពេលចាំហើយគឺអត់មានពិបាកឡើងថ្លៃអត់ពិបាកតថ្លៃអត់មានពិបាកតែអត់ត្រូវថែមអត់ទេខ្ញុំនិយាយតែប៉ុណ្ណឹងខ្ញុំដាក់ឲ្យចាំជូនម៉ោង4កន្លះហើយលេខហ្នឹងគឺខ្ញុំលក់ត្រឹមតែ10នាក់ទេចាប់ការ live ខ្ញុំទទួលទំនាក់ទំនងពុកម៉ែបងប្អូនដែលចូលទិញសូមតាក់ទងមកទំនាក់ទំនង Facebook ខាងលើសាយឈាននិងលេខ Telegram ខាងក្រោមគោរពអរគុណថ្ងៃនឹងចាំម៉ោង4អរគុណ